ធម៌មកទៀនទៅធម៌មកទៀនដើម្បីថាវ័យចំណាស់ហ្នឹងណាយើងគួរបដិបត្តិធម៌អីព្រោះយើងរស់នៅត្រូវតែមានធម៌ក្នុងខ្លួនមែនទេបងបាទហើយមិនតែវ័យចំណាស់ទេវ័យយើងក៏អាចត្រូវដឹងធម៌ដែរអញ្ចឹងណាតាមពិតដូចចាស់ដែរហើយដូចមិនជាក្មេងហ្មងដែរគួរតែបដិបត្តិធម៌អីអញ្ចឹងណាហើយដល់ពេលបាទហើយដល់ពេលដែលលោកគ្រូអញ្ជើញមកយើងសម្រាប់ទាំងអស់គ្នាយើងអត់ត្រូវធ្វើអីទៀតទេយើងទៅស្ដាប់ធម៌ទាំងអស់គ្នាព្រោះជាកម្មវិធីបុណ្យមែនទេបងអញ្ចឹងកម្មវិធីបុណ្យយើងត្រូវតែស្ដាប់ធម៌មែនអត់បងបាទបាទប្រឹងធ្វើឲ្យហើយបាទពេលដែលលោកគ្រូសាស្ត្រវិទ្យាអញ្ជើញមកដល់យើងចាប់ផ្ដើមនាំគ្នាទៅស្ដាប់ធម៌ទាំងអស់គ្នាហើយបើសិនជាបងដែលមានចម្ងល់ឆ្ងល់ចង់សួរពីធម៌ពីបញ្ហាផ្លូវចិត្តបញ្ហាកូនមើលទាំងចៅមើលទាំងកូនទៀតហ្នឹងសួរបានហើយអ្នកដែលគេមិនលក់ក៏សួរបានដែរហើយអ្នកជពាក់លុយគេអត់សងក៏សួរបានដែរហើយជពាក់លុយធនាគារក៏សួរដែរចង់សួរអីក៏បានដែរចង់សួរអីក៏បានដែរអញ្ចឹងបងចាំអញ្ជើញទៅស្ដាប់ធម៌ទាំងអស់គ្នាណាបងចង្ភៅបាទអញ្ចឹងអរគុណ